គាត់មានបញ្ហាលៀនឌីសហើយគាត់ចង់ជិះកង់ហើយគាត់សួរខ្ញុំថាតើការជិះកង់ហ្នឹងអាចមានផលប៉ះពាល់អីអត់បាទសួស្តីអ្នកទាំងអស់គ្នាអញ្ចឹងចំពោះមនុស្សធម្មតាការជិះកង់ម្ដងម្កាលដើម្បីកម្សាន្តសប្បាយមិនមានផលប៉ះពាល់ឲ្យឈឺចង្កេះទេផ្ទុយទៅវិញប្រសិនបើគាត់ជិះរាល់ថ្ងៃហើយក្នុងមួយថ្ងៃហ្នឹងគាត់ជិះរយៈពេលយូរឧទាហរណ៍ 2-3 ម៉ោងក្នុងមួយថ្ងៃអញ្ចឹងងាយនឹងឲ្យគាត់មានបញ្ហាឈឺចង្កេះកាន់តែខ្លាំងដោយសារតែកំណោងឆ្អឹងខ្នងពេលដែលយើងជិះកង់ហ្នឹងគឺវារៀងកោងស្រាប់ហើយប៉ុន្តែបើសិនបើយើងអង្គុយយូរទៀតកាន់តែកោងទៅសាច់ដុំប្រឹងកាន់តែខ្លាំងឈឺចង្កេះកាន់តែខ្លាំងណាហើយគួបផ្សំដែលគាត់មានបញ្ហាលៀនឌីសមកជាមួយជិះកាន់តែយូរជិះរាល់ថ្ងៃងាយនឹងឲ្យលៀនឌីសកាន់តែខ្លាំងឈឺចង្កេះកាន់តែខ្លាំងមានការសិក្សាមួយគេសិក្សាអ្នកដែលជិះកង់200នាក់មាន 52.5% គាត់ឈឺចង្កេះដោយសារតែបញ្ហាទៅលើសាច់ដុំ muscle tension muscle stiffness អញ្ចឹងបើសិនសួរខ្ញុំថាគាត់ជិះកង់មានផលប៉ះពាល់អីអត់បើសិនបើគាត់មានបញ្ហាលៀនឌីសខ្ញុំអាចឆ្លើយបានថាមិនមានផលប៉ះពាល់អីទេប៉ុន្តែកុំឲ្យជិះរាល់ថ្ងៃហើយជិះរយៈពេលយូរក្នុងមួយថ្ងៃហើយបើសិនបើជិះទៅឈឺយើងបន្ថយការជិះទៅឬក៏មិនជិះក៏បានដែរព្រោះជិះទៅឈឺឯហ្នឹងជិះទៅអីទៀត